គុំតែធ្វើបុណ្យឆ្លងបាទទូទៅនៅជនតោះយើងទៅរឿងរ៉ាវរបស់យើងខ្ញុំមុននេះកញ្ញាមុនចានេះខ្ញុំមុនក៏បានបាទសូមជម្រាបជូនរឿងម្សិលមិញបន្តិចសហការីមើលរូបម្សិលមិញចាសូមតបភាគបន្តិចទេព្រោះសមត្ថកិច្ចនៅខណ្ឌសែនសុខខ្ញុំបានបញ្ជាក់បន្ថែមថាតើករណីបាញ់ស្ត្រីម្សិលមិញនោះតើមកទល់ម៉ោងនេះបានស្រាវជ្រាវរកឃើញពីប្រភពច្បាស់លាស់ហើយទៅនៅហើយអ្នកដែលដៃដល់នឹងជានរណាចាប់បានហើយទៅនៅបាទដែលបាញ់នៅខណ្ឌសែនសុខម្សិលមិញលោកអ្នកស្ត្រីម្នាក់ហ្នឹងមុននេះខ្ញុំបានជួបជាមួយនឹងក្រុមប៉ូលីសព្រំប្រទាននៅខាងខណ្ឌសែនសុខលោកបានបញ្ជាក់ថាក្រុមគ្រួសារអ្នករងគ្រោះបាទក្រុមគ្រួសារអ្នករងគ្រោះគាត់ហាក់បីដូចជាមិនមានបំណងចង់សហការជាមួយសមត្ថកិច្ចទេបាទដោយសារតែគាត់បានបញ្ជាក់ប្រាប់ម្សិលមិញហើយថារឿងរ៉ាវដែលនាំឲ្យជនបាត់មុខមកបាញ់ដល់ផ្ទះនេះគឺកើតឡើងពីស្នេហាត្រីកោណបាទណៃឲ្យថាអីរូបភាពម្សិលមិញយើងផ្សាយម្សិលមិញអ្នកណាក្រុមការងារខ្ញុំអ្នកណាគេនៅប្រចាំនេះដូចអត់លះលហួនសោះថ្ងៃនេះបាទចឹងនៅពេលដែលសមត្ថកិច្ចទៅសាកសួរខាងជនរងគ្រោះគាត់នៅតែព្យាយាមលាក់លៀមប៉ុន្តែម្ដាយរបស់ជនរងគ្រោះបានលើកដៃសំពះសមត្ថកិច្ចថាប៉ុណ្ណឹងបានហើយក្មួយហើយបាទដឹងហើយរឿងហ្នឹងដោយសារតែកូនរបស់គាត់ត្រូវបានមានគូសកលហ្នឹងត្រូវជាគ្រួសារគេហើយដល់ពេលចឹងទៅធ្វើឲ្យគាត់សំពះទៅសមត្ថកិច្ចវិញបាទចឹងហើយបានជាសមត្ថកិច្ចលោកក៏បានថាបើទោះបីមិនប្រាប់ក៏ដោយតែឥឡូវនេះប្រភពដែលដូចជាច្បាស់ការបានបង្ហាញហើយបាទបានបង្ហាញហើយតែសមត្ថកិច្ចគ្រាន់តែដាក់ការសន្និដ្ឋានថាតាក់ទងទៅលើខាងប្រពន្ធដើមប៉ុន្តែខាងប្រពន្ធដើមមិនទាន់ធ្វើការបកស្រាយទេដោយសារតែរឿងរ៉ាវនេះជួនកាលវាអាចអញ្ចេះដែរយើងធ្លាប់ថាមានរឿងរ៉ាវអញ្ចឹងកើតឡើងប៉ុន្តែជួនកាលពេលខ្លះខាងប្រពន្ធដើមគាត់អត់ធ្វើក៏ថាបានតែមុនពេលដែលហេតុការណ៍កើតឡើងអញ្ចឹងចំនួនទាស់តែងមួយបានកើតឡើងខ្លាំងជាមួយភាគីខាងពុនដើមបាទអញ្ចឹងដោយសារតែប៉ូលីសធ្វើការសន្និដ្ឋានអញ្ចឹងទេបានជាចាប់អារម្មណ៍ទៅលើមុខសញ្ញាដែលអ្នកបាញ់គឺដៅទៅលើខាងនោះបាទដៅទៅលើខាងនោះបាទគាត់នេះមានកូនមួយជាមួយនឹងគ្រួសារនោះតែឥឡូវសមត្ថកិច្ចគាត់ថាខ្ញុំមិនដឹងជាចង់និយាយថាម៉េចទេលោកធីអើយព្រោះធ្វើម៉េចខាងគ្រួសារគេមិនចង់សហការហើយតែជាចង់បញ្ចប់រឿងនឹងដោយរបៀបយ៉ាងម៉េចយើងអត់ដឹងដែរតែទោះបីយ៉ាងណាសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវទៅដែរបាទនេះរឿងរ៉ាវដែលបាញ់ប្រហារពីជនបាត់មុខនៅខាងខណ្ឌសែនសុខបាទមាននិយាយច្រើនទៀតរឿងអាត់កំបាំងប៉ុន្តែខ្ញុំមិនធ្វើអត្ថាធិប្បាយទេដោយសារតែទុកឱកាសឲ្យខាងសមត្ថកិច្ចគាត់ធ្វើការស្រាវជ្រាវតាមជំនាញចុះបាទពីព្រោះក្រុមជំនាញហើយនឹងក្រុមសាក់សីខ្លះនិយាយជាមួយខ្ញុំច្រើនលើសនឹងឆ្ងាយបាទបើសិនជាខ្ញុំនិយាយលោកអ្នកប្រកាសជានឹងច្បាស់ហើយព្រោះលំអិតហ្មងមានតាំងពីប្រវត្តិអីយ៉ាងម៉េចឆ្លោះគ្នានៅតាណាមុខរបរធ្វើអីខាងនោះធ្វើម៉េចលត់ឆ្លោះលាកន្លែងណាហើយធ្វើអីមានអីឲ្យអីបាទខឹងយ៉ាងម៉េចថ្ងៃណាទីប្រហែលបាទវាមានគ្រប់គ្រាន់សម្រាប់ធ្វើអត្ថាធិប្បាយប៉ុន្តែដោយសារតែវាជាប់ពាក់ព័ន្ធនឹងជំនាញអង្កេតអញ្ចឹងសូមឲ្យខាងសមត្ថកិច្ចគេស្រាវជ្រាវចុះតែគាត់នៅចង់បញ្ជាក់ថាអ្នកដែលបាញ់ហ្នឹងគឺជាអ្នកស៊ីឈ្នួលតែប៉ុណ្្នឹងព្រោះជិះម្នាក់ឯងចា៎ជិះម៉ូតូម្នាក់ឯងបាទហើយរឿងតាក់ទងនៅខាងកំពង់ស្ពឺក៏មិនទាន់មានដំណឹង
ពីការតាមប្រមាញ់ចាប់បានឡើយដែររឿងប្លន់នៅពងស្ពឺចាំមានពលឺនិងជំរាបទូទាំងជនតភាកបន្តបាទអញ្ចឹងឥឡូវនេះដើម្បីបកគលទូនាទីទៅខាងកញ្ញាសូមអោយកញ្ញាសុភាចាប់ផ្ដើមរឿងរ៉ាវនៅដៃមានអីខ្លះនឹងចាប់ដើមដំបូងចារឿងដំបូងនេះគឺករណីកាច់កង់គ្នាចាមកធ្វើការបានតែ3ថ្ងៃកាច់កង់គ្នាក៏ត្រូវបានសន្តិសុខវាយស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់សូរិយាផ្កាយ9បរិមម្នាក់ទើបតែមកធ្វើការបាន3ថ្ងៃហើយកាច់កង់ការងារជាមួយនឹងសន្តិសុខដែលជាបុគ្គលិកចាស់ក៏ត្រូវបានសន្តិសុខវាយមួយដំបងឈើជ្រុងដេកស្លាប់នៅក្នុងបន្ទប់លេខ503ជាន់ទី4នៅផ្ទះសំណាក់សូរិយាផ្កាយ9តាមបណ្ដោយផ្លូវ81ផ្លូវចាប់ផ្ទះលេខ15អឺ0នៅក្នុងសង្កាត់ផ្សារថ្មីទី2ខណ្ឌដូនពេញបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3រសៀលថ្ងៃទី21ខែធ្នូសពជនរងគ្រោះមានឈ្មោះថាបុត្រសៅភេទប្រុសអាយុ20ឆ្នាំជាសន្តិសុខនៅផ្ទះសំណាក់កើតហេតុខាងលើហើយស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពតចំណែកឯជនបង្កគឺមានឈ្មោះថារដ្ឋាភេទប្រុសអាយុ25ឆ្នាំមុខរបរជាសន្តិសុខនៅផ្ទះសំណាក់សូរិយាផ្កាយ9ហើយមានស្រុកកំណើតនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺសាស្ត្រីដែលនៅក្បែរកន្លែងកាត់ហេតុបានឲ្យដឹងថាជនរងគ្រោះទើបតែមកធ្វើជាសន្តិសុខនៅផ្ទះសំណាក់ខាងលើបានតែ3ថ្ងៃប៉ុណ្ណោះចំណែកឯជនដៃដល់ជាសន្តិសុខយាមនៅផ្ទះសំណាក់នេះយូរមកហើយខណៈដែលជនរងគ្រោះចូលមកធ្វើការហាក់ដូចជាមានការកាច់កង់ជាមួយនឹងជនដៃដល់រឿងការងារធ្វើឲ្យមានការឆ្លោះប្រកែកគ្នារហូតត្រូវជនដៃដល់យកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះរហូតដេកស្លាប់នៅលើពូកប្រឡាក់សតឈាមនៅក្នុងបន្ទប់លេខ503ជាន់ទី4ចំណែកឯជនដៃដល់គេចខ្លួនបាត់ស្រមោលបច្ចុប្បន្នសពក៏ត្រូវបានប្រគល់ឲ្យសាច់ញាតិទៅធ្វើបន្ទតាមប្រពៃណីហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនបង្កយកមកផ្ដន់ទីទៅតាមផ្លូវច្បាប់ផងដែរចា៎បាទលោកអ្នកមានអញ្ចឹងចា៎កន្លែងធ្វើការចាកាច់កង់គ្នាបាទអញ្ចឹងឥឡូវនេះមិនមែនកាច់កង់គ្នាគ្រាន់តែចំនួនទាស់ទែងពាក្យសម្ដីទេតែនេះកាច់កង់គ្នារហូតដល់វាយឲ្យស្លាប់ជាសន្តិសុខដូចគ្នាចាសន្តិសុខដូចគ្នាគាត់មួយចូលក្រោយឥឡូវមួយណាអ្នកស្លាប់ចូលមុនឬក៏អ្នកស្លាប់ចូលក្រោយអ្នកស្លាប់ចូលក្រោយទេធ្វើការបាន13ថ្ងៃហើយអ្នកចូលមុនគឺវាយអញ្ចឹងអ្នកស្លាប់ចូលក្រោយចាអញ្ចឹងប្រហែលជាចំណែនគ្នារឿងធ្វើការត្រង់ថាអ្នកដែលមកក្រោយនឹងប្រហែលជាធ្វើឲ្យច្បាស់លាស់ជាងអ្នកមុនហ្នឹងហីដឹងអីចាវាអាចអញ្ចឹងចាពីព្រោះពេលខ្លះយើងទៅគិតថាអ្នកធ្វើការមុនអញ្ចឹងទៅគាត់ដឹងថាអញមានជំនាញច្រើនណាស់ហើយអញជាជើងចាស់ណាហើយវាមានល្បិចខ្លះដែលត្រូវលាក់លៀមមេអញ្ចឹងទៅចាបាទអញអត់ធ្វើបញ្ចេញអីអានោះប៉ុន្តែដល់ពេលអ្នកមកក្រោយប្រហែលថ្ងៃមកដូចជាច្បាស់លាស់ពេកដល់ច្បាស់លាស់ពេកអញ្ចឹងទៅអានេះចង់យកមុខយកមាត់đểយកមកកាត់មុខអញហ៎ណាវាមានតែកំណត់អញ្ចឹងប៉ុន្តែវាអត់បានសេចក្តីសុខទេលោកអ្នកទោះបីទៅទីណាក៏ដោយចាប់មិនទាន់បានក៏ដោយតែវាអត់មានសេចក្តីសុខនៅក្នុងជីវិតទេទៅសុខកំណើតក៏មិនសុខទៅក្រៅពីសុខកំណើតក៏មិនសុខពីព្រោះមនុស្សយើងតែកាលណាធ្វើអីទៅលើអ្នកដទៃដោយចេតនាស្លាប់ក្តីរបួសក្តីដេកអត់លក់ទេទៅណាក៏មានខ្លួនណាគេតាមមកទេដឹងអញហីចុះមកនេះដើរមួយចិត្តអញតិចសមត្ថកិច្ចបន្លំខ្លួនមកតាមចាប់ទៅចាចេះតែមានបាទគ្មានសេចក្តីសុខតតែសោះរហូតដល់តតែចាប់បានអានេះដូចគេហៅថាបាបកម្មឈាមស្អែកស្បៃហៅនេះដែលគេហៅថាបាបកម្មគឺចឹងណាសម្រាប់ជីវិតមនុស្សម្នាក់វាមិនមែនជាផ្ដល់សេចក្តីសុខនិងសុភមង្គលល្អសម្រាប់អ្នកឡើយបាទបានន័យថាយើងពេលដែលមានកំហឹងធ្វើអីចង់ឈ្នះចង់បញ្ចប់បញ្ហាហ្នឹងឲ្យបានជោគជ័យទៅសេចក្តីស្ងប់របស់ខ្លួនហ្នឹងលែងមានកំហឹងប៉ុន្តែភ្លេចគិតថាសេចក្តីស្ងប់របស់អ្នកមួយផ្លេតហ្នឹងដោយហើយសេចក្តីទុក្ខរបស់អ្នកកើតឡើងមួយជីវិតណាអញ្ចឹងសូមឲ្យពិចារណាវែងឆ្ងាយតាក់ទងអំពីបញ្ហាទាំងអស់នេះលោកអ្នកតោះជួយចាមួយរឿងទៀតនេះគឺជនជាតិអាមេរិកចាម្នាក់គឺកាំងបេះដូងស្លាប់បរិសុទ្ធចំណាស់ជាជនជាតិអាមេរិកម្នាក់គឺស្នាក់នៅ
ចាំបានស្លាប់នៅក្នុងបន្ទប់ជួលលេខ 7A អឺដឺផ្លូវលេខ 304 ក្រុម 13 ភូមិ 2 សង្កាត់បឹងកេងកងទី 2 ខណ្ឌចំការមនកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី 21 ខែធ្នូសពមានឈ្មោះថា Jamie Hersol Sullivan ភេទប្រុសអាយុ 74 ឆ្នាំជាជនជាតិអាមេរិកហើយមានប្រពន្ធឈ្មោះ ជ័យថាវីអាយុ 36 ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលខេត្តហេតុខាងលើហើយមានស្រុកកំណើតនៅស្រុកស្វាយជ្រុងខេត្តស្វាយរៀងហើយបានកូនប្រុសម្នាក់អាយុ 3 ឆ្នាំតាមសម្ដីរបស់ស្ត្រីជាប្រពន្ធបុរសដែលស្លាប់ខាងលើបានឲ្យដឹងថាកន្លងមកជាងកន្លះខែមកហើយប្តីរបស់គាត់គឺបានទៅដកថ្មិញចាប់តាំងពីពេលនោះមកគឺគាត់ហូបចុកមិនសូវបានច្រើនទេហើយពីថ្ងៃចុងក្រោយនេះគឺគាត់បានដេកនៅលើផ្ទះរហូតទើបតែព្រឹកកើតហេតុនេះប្រពន្ធនិងប្អូនព្រមទាំងក្មួយបានគ្រាគាត់ដឹកតាមរមាក់ទៅព្រះវិហារយេស៊ូរហូតដល់ម៉ោងជាង 11 ទើបត្រឡប់មកផ្ទះវិញហើយប្រពន្ធនឹងក៏បានស្រូបបាយស្រូបទឹកជាមួយនឹងសម្លបញ្ចុកប្តីរួចហើយក៏បានរួចហើយប្តីបានអានសៀវភៅនឹងអង្អែក្បាលកូនប្រុសនិងចាប់ដៃប្រពន្ធអង្អែរួចហើយក៏ស្លាប់តែបញ្ឈប់ភ្នែកដែលខ្យល់ស្លាប់តែម្ដងចាចាំរឿងទៀតនេះគឺកម្មករសំណង់ម្នាក់គឺបានខ្យល់កស្លាប់នៅក្នុងកញ្ចក់អង្គុយលេងបរិយាជាកម្មករសំណង់ម្នាក់សម្រាប់ពីការងារហូបបាយរួចហើយក៏ទៅអង្គុយលេងនៅក្នុងកញ្ចក់ក៏ស្រាប់តែខ្យល់កស្លាប់នៅក្នុងការដ្ឋានសំណង់ភូមិព្រៃទាសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង 7 យប់ថ្ងៃទី 21 ខែធ្នូហើយសពជនរងគ្រោះមានឈ្មោះថាកែសរឿនភេទប្រុសអាយុ 37 ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅកន្លែងកាត់ហេតុមានស្រុកកំណើតនៅភូមិត្រពាំងក្រពើឃុំទឹកហូតស្រុករលាបៀខេត្តកំពង់ឆ្នាំងនិងមានប្រពន្ធឈ្មោះថោងសារ៉ាន់អាយុ 35 ឆ្នាំមានកូន 4 នាក់ប្រុស 3 នាក់ស្រី 1 នាក់ចាំបើតាមសម្ដីរបស់សាច់ញាតិជនរងគ្រោះដែលមកធ្វើកម្មករសំណង់ជាមួយគ្នាគឺបានឲ្យដឹងថានៅមុនពេលកើតហេតុនៅម៉ោងជាង 6 ល្ងាចពួកគាត់បានជួបជុំគ្នាហូបបាយជាមួយគ្នាលុះពេលហូបបាយរួចហើយគឺជនរងគ្រោះបានដើរទៅអង្គុយលេងនៅកញ្ចក់មានតងដែលម្ចាស់ការដ្ឋានដាក់ឲ្យអង្គុយលេងនៅក្នុងការដ្ឋានសំណង់ក្រោយមកក៏ស្រាប់តែឮសូរឆ្កែព្រុសក៏នាំគ្នាដើរទៅមើលក៏ឃើញជនរងគ្រោះដកដង្ហើមខុសពីធម្មតានៅដេកលើតងទើបនាំគ្នាលើកជនរងគ្រោះយកទៅសង្គ្រោះបឋមក៏ស្រាប់តែដាច់ខ្យល់ស្លាប់បាត់ទៅហើយតាមប្រពន្ធដែលបានបន្តទៀតថាជនរងគ្រោះគាត់មានជំងឺបោះថ្លើមប្រចាំកាយហើយជនរងគ្រោះបានសម្រាប់ពីការងារមួយរយៈមកហើយទើបដល់ថ្ងៃកាត់ហេតុនេះគឺគាត់ទើបតែមកធ្វើការបានតែកន្លះថ្ងៃប៉ុណ្ណោះក្រោយពេលកាត់ហេតុសាច់ញាតិបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ចំចៅនិងកម្លាំងជំនាញពិនិត្យនិងធ្វើកសលវិច័យឃើញថាជនរងគ្រោះបានស្លាប់ដោយសារខ្យល់កពិតប្រាកដមែនពេលមកជួបគ្នាវិញទៅតែនជនព្រោះងាកមកវិញងាកឡើងងាកទៅខហើយដល់មកហើយបាទចូលជួបគ្នាវិញចាគាត់ឡើងងាកទៅក្រោយចាដឹងបាទមិញហ្នឹងប្រិមិត្តដែលបានទស្សនាហ្នឹងគាត់ថាអញ្ចេះគាត់លើកហេតុផលរឿងតាក់ទងនឹងរឿងចោលលួចចោលប្លន់ដែលទៅបានរួចចេញពីគុកមកប្រព្រឹត្តទៀតណាចាគាត់ថាអញ្ចេះទៅព្រោះធម្មតាយើងថាបើសិនជាមានបុគ្គលណាមានរឿងរ៉ាវអីកើតឡើងយើងត្រូវធ្វើការពមៀនលើកទី1លើកទី2លើកទី3បើថានៅតែដដែលទេអានឹងចាត់វិធានការធ្ងន់ធ្ងរក្តៅជាងពេលណាទាំងអស់ទៅសម្រាប់បុគ្គលនឹងប៉ុន្តែសម្រាប់អ្នកជាប់គុកទៅហើយចេញមកវិញបើធ្វើសកម្មភាពប្លន់លួចដដែលបើថាចាប់បានលើកទី2លើកទី2ថាតាមសួរចម្លើយទៅទៅចេញពីគុកឃើញទេមុខសញ្ញាដែលធ្លាប់ចេញពីគុកចុះបើអ្នកដដែលហ្នឹងទៅជាប់គុកវាទៅគុណមិនបើថាជាប់គុកមួយឆ្នាំទៅគុណជា2គេហៅថាពិន័យគុណជា2ចង់និយាយចឹងថាបើថាចុះវាលេងមកហើយនៅទៅទៀតចាអត់រៀងណាអត់រៀងដល់ពេលលេងលើកទី3លើកទី2ស្រាប់តែទៅលួចទៀតចាប់បានហើយអាហ្នឹងគុណជា10ទៅបើទូមួយឆ្នាំគុណជា10ទៅ10ឆ្នាំទៅច្រើនម៉េះហើយចុះឲ្យវារៀងអាហ្នឹងគេហៅថាការពមៀនហើយគេពិន័យឈ្មោះថាពិន័យហើយនឹងការពមៀនធ្វើឲ្យរៀងធ្វើឲ្យខ្លាចចាអាហ្នឹងអញ្ចឹងហើយទៀតហើយធ្លាប់មានរឿងចៅប្លន់មួយអញ្ចឹងដែលលើគេនិយាយចៅប្លន់ទូមាសហើយទូមាសហ្នឹងអ្នកលក់ហ្នឹងខ្ទើយមែនទេដល់ពេលចោលចូលទៅដល់3អ្នកជប់ពូទៅដល់ខ្ទើយនៅលក់មាសហ្នឹងគាត់លើកដៃនោះភ្ជុំជាប់នៅស្រៀមមាសទាំងអស់លុយអស់ឲ្យអញយកភ្លើងភ្ជុំជាប់យល់ចាយកដល់ពេលចោលហ្នឹងបៃទូប្រាវកើបដល់ពេលកើបមាសហើយនឹងវាច្រើនពេកលុយច្រើនពេកអានោះនៅលើកដៃទេនៅស្រៀម
đã cặp cái bạn nhọt rồi mía nhọt nó có bố căn cái lương anh thật tươi lắm căn lương anh nó có bát bằng căn cái lương anh vô lương ra căn cái lương căn này môi nhọt chào flick luôn flick vừa lại là mua tình nạp hiệp là rừng mi hay là nuôi chuyện đọc bây là nó người ta bóng nhưng căn thua nó là bóng ta căn ta biết đó nó của mua vào bóng bao nhiêu bánh như lớn anh bánh anh đâm mà cha cặp lương cái chọc anh chơi mày đâu đâu bây giờ cháu nên là tại bánh anh đâm chơi mày anh vô cặp lương cái bánh chơi mày rồi cha ba anh đâu canh cặp lương chân ngang vậy cháu bộ môn đó là pin bộ môn ỏi hái cháu đấy có chập đâm về nhà chênh tôi lại đi một tuần được phịch cặp lương đó phịch cặp lương anh em đâu canh nha phịch cặp lương nên nè uống không muốn được vô cặp lương mình đừng có plan đây nó hương mặt ấy nó thằng mà chả miền nó vừa slot cái căn cặp lương ăn chơi bánh cái lai kia tay kia một vô cặp lương cái bánh rương hãy nhảy vô cặp lương cái bánh rương chơi mày đó rồi căn vừa slot cái này nó slot nhân được ấy khơi cái ta cay quá nó rụt priệt bạt tại vì ăn chơi cái slot ta lấy mấy hè tây đường đào dương nè mình đặc nhầm từ bốn đó dạ chị bạnនៅ ខេត្ត ព្រៃវែង ខាងក្រមសិស្សានុសិស្សបឋមសិក្សា ប៊ុនរនីហ៊ុនសែន ឧត្តមសាមគ្គី បាទសាលាបឋមសិក្សា ឧត្តមសាមគ្គី ស្ថិតនៅក្នុងឃុំព្រែកខ្សាយ ក ស្រុកពីមរោខេត្តព្រៃវែង ព្រែកខ្សាយខឯង ព្រែកខ្សាយ ក វិញ បាទអត់ទេនោះមានខមានក ចា៎ នេះព្រែកខ្សាយ ក បាទគាត់ខាងកូនសិស្សទាំងអស់ហ្នឹងបានប្តឹងទៅអាជ្ញាធរឲ្យជួយទប់ស្កាត់ចំពោះបរិស្ថានអាប់អួរនៅសាលាហ្នឹងដែលផ្ទះចំនួន 10 បានបង្ហៀទឹកស្អុយចូលមកសាលាបាទកូនតូចៗនេះគឺគ្នាទៅជាមានជំងឺទៅជាមានក្លិនអាក្រក់មកសាលាហ្នឹងចឹងឥឡូវឲ្យអាជ្ញាធរខាងស្រុកពីមរោខេត្តព្រៃវែងជួយទៅពិនិត្យមើលផ្ទះប្រជាពលរដ្ឋចំនួន 10 គ្រួសារហ្នឹងដែលបានបង្ហៀទឹកស្អុយនឹងចូលមកសាលារៀនបាទកាកសំណល់អីផ្សេងសម្រាមស្អុយពីវាលពីកាលហ្នឹងចឹងខាងសាលានេះសូមសំណូមពរទៅខាងអាជ្ញាធរជួយផងបាទព្រោះនោះវាក្លិនស្អុយអាសោចចូលមកពេញថ្នាក់រៀនតែម្ដងដែលធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សនិងសុខភាពរបស់គ្រូនិងសិស្សទាំងអស់ហើយការបង្ហៀទឹករបៀបនេះគឺពី2ឆ្នាំទៅពី2ឆ្នាំទៅ3ឆ្នាំមកហើយអាជ្ញាធរអត់មានពើសោះទៅ3គ្រូខំប្តឹងទៅឲ្យជួយអន្តរាគមន៍បញ្ហាហ្នឹងក៏នៅតែមិនបានទៀតបាទអញ្ចឹងសូមអាជ្ញាធរស្រុកពីមរោខេត្តព្រៃវែងទៅជួយផងណាក្មេងតូចៗគ្នាសនំពរឲ្យជួយផងបាទហើយបងប្អូនប្រជាពលរដ្ឋចំនួន 10 គ្រួសារហ្នឹងសូមមេត្តាយល់អំពីបញ្ហាបរិស្ថានប៉ុន្តែថាតើគាត់ត្រូវបង្ហូរទឹកហ្នឹងទៅខាងណាដើម្បីកុំឲ្យវាប៉ះពាល់អ្នកជិតខាងខ្លាចតែវាអត់មានលូដែលត្រូវបង្ហូរចេញចេះតែចេញមកខាងក្រៅដល់ប៉ះពាល់អ្នកជិតខាងអញ្ចឹងបាទនេះរឿងរ៉ាវបង្ហូរទឹកស្អុយចូលមកសាលារៀនបឋមសិក្សាប៊ុនរនីហ៊ុនសែនឧត្តមសាមគ្គីបាទនៅក្នុងឃុំព្រែកខ្សាយ ក ស្រុកពីមរោខេត្តព្រៃវែងមាសលោកគ្រូអ្នកគ្រូគាត់សនំពរដោយប្រាប់ហងមាសយើងខ្ញុំតាជួយផងលោកហងមាសអើយអាជ្ញាធរគាត់អត់យកចិត្តទុកដាក់សោះចប់មករឿងនៅព្រៃវែងទៅឥឡូវក៏លេខមកមើលរឿងពលរដ្ឋ20 គ្រួសារបាទនៅខាងស្រុកកោះធំខេត្តកណ្ដាលបានមកដល់ស្ថានីយ៍ខ្ញុំដែលគ្រួសារទាំង20 គ្រួសារនេះគាត់សុំឲ្យមានការលើកលែងទោស
ដល់អ្នកដាក់ខ្សែភ្លើងឆក់កណ្ដុលតែបានធ្វើឲ្យឆក់ស្លាប់មនុស្សបាទប៉ុន្តែឥឡូវនេះទាំងគ្រួសារដែលប្តីបានស្លាប់ទាំងគ្រួសារដែលរាយខ្សែភ្លើងឆក់កណ្ដុលទាំងប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់បានមកដល់ខ្ញុំនឹងហើយស្នើសុំថាសូមឲ្យតុលាការមេត្តាដោះលែងអ្នករាយខ្សែភ្លើងឆក់កណ្ដុលហើយតែទៅឆក់មនុស្សស្លាប់នឹងទៅដោយសារតែរឿងនេះរឿងអចេតនាហើយក្រុមគ្រួសារដែលអ្នកស្លាប់នោះក៏អត់មានដាក់ពាក្យបណ្ដឹងអីដែរដោយសារតែរឿងនេះរឿងដែលចៃដន្យបំផុតហើយអ្នកនៅតំបន់នោះគឺគាត់តាកណាធ្វើស្រែគឺគាត់រាយខ្សែភ្លើងដើម្បីឲ្យឆក់កណ្ដុលពីព្រោះឥឡូវអ្នកនៅកោះធំឥឡូវគាត់ថាធ្វើស្រែអត់បានទេលោកធីអូយទឹកវាតូចហើយដល់ពេលយើងចាប់ដើមធ្វើស្រែកណ្ដុលវាច្រើនបាទហើយស្រុកនោះតែចឹងធ្វើស្រែហ្នឹងគឺថាបើសិនជាកណ្ដុលច្រើនគឺឆក់យករាយលួសហ្នឹងឆក់កណ្ដុលហើយចឹងប្រជាពលរដ្ឋចំនួន20គ្រួសាររស់នៅក្នុងភូមិក្បាលជ្រួយឃុំឈើខ្មៅស្រុកកោះធំខេត្តកណ្ដាលបានមកដល់ស្ថានីយ៍ខ្ញុំរួចហើយស្នើសុំឲ្យតុលាការមេត្តាដោះលែងចំពោះបរិះដែលត្រូវបានជាអ្នករាយខ្សែភ្លើងនោះទៅពីព្រោះប្រជាពលរដ្ឋនៅទីនោះបានអធិស្ឋាននឹងយោគយល់អភ័យទោសសុំដោះលែងចំពោះបរិះនោះទៅពីព្រោះគាត់ជារឿងអចេតនាហើយមួយទៀតពេលដែលអ្នកស្រុកទៅដាក់រាយខ្សែភ្លើងអ្នកនៅទីនោះអ្នកណាក៏គេដឹងដែរបាទអ្នកណាក៏គេដឹងដែរហើយគេប្រាប់គ្នាតថានេះស្រូវអញស្រែអញស្រូវខ្ញុំស្រែខ្ញុំរាយណាកុំដៅចូលនោះគេរាយប្រភេទអគុយចាតែប្រភេទអគុយធំអញ្ចឹងឥឡូវនេះពួកគាត់មកទាំងអស់គ្នានឹងគឺសូមឲ្យមានការដោះលែងហើយប្រពន្ធជនរងគ្រោះក៏នៅជាប់ជាមួយនឹងគ្នាដើម្បីនេះគាត់ពីរអ្នកទាំងប្រពន្ធដែលអ្នកស្លាប់និងប្រពន្ធអ្នកដែលរាយខ្សែលួសដែលដាក់ភ្លើងតាក់កដុលហ្នឹងបានអង្គុយចិត្តគ្នាហ្នឹងហើយនោះខាងនោះគាត់ខាងឆ្វេងដៃនោះនេះលៀនដាតនេះគាត់ប្តីគាត់ស្លាប់បាទនេះគឺប្តីគាត់ដាក់ខ្សែភ្លើងតែឥឡូវទាំងពីរអ្នកហ្នឹងគឺអត់ខឹងអត់ដឹងផ្ដាល់អីគ្នាទេព្រោះដឹងថាមុខរបរហ្នឹងដូចតែគ្នាហ្នឹងបាទតែដោយសារប្តីគាត់ដឹងយ៉ាងម៉េចភ្លេចថ្ងៃហ្នឹងគាត់ទៅដើរទៅជន់ខ្សែភ្លើងគេហើយដាក់តែយប់ទេអត់មានដាក់ថ្ងៃទេបាទនេះគាត់នៅអង្គុយចិត្តគ្នាហ្នឹងហើយកើតហេតុហ្នឹងតាំងពីថ្ងៃទី14បាទកើតហេតុឆក់ខ្សែភ្លើងហ្នឹងតាំងពីយប់ថ្ងៃទី14ខែធ្នូ2015នៅចំណុចវាលស្រែខាងជើងភូមិព្រែកក្រហមខាងជើងព្រែកក្រហមស្ថិតនៅក្នុងភូមិក្បាលជ្រួយឃុំឈើខ្មៅស្រុកកោះធំខេត្តកណ្ដាលហើយបរិះដែលរងគ្រោះស្លាប់នោះគឺឈ្មោះសេនផលអាយុ47ឆ្នាំដែលប្រពន្ធរបស់គាត់មកជាមួយដល់ស្ថានីយ៍ខ្ញុំនេះឈ្មោះជុនជឿនអាយុ42ឆ្នាំបាទប្រពន្ធជនរងគ្រោះនិងក្រុមគ្រួសារយល់ព្រមលើកលែងទោសជួយហើយឲ្យមានការដោះលែងហើយប៉ុន្តែនៅជាប់តុលាការដែលតុលាការត្រូវធ្វើនីតិវិធីផ្លូវច្បាប់ផ្សេងទៀតបាទហើយបរិះអ្នករាយខ្សែភ្លើងដែលត្រូវបានជាប់គុកត្រូវបានគេចាប់ខ្លួននោះគឺគាត់រាយប្រភេទភ្លើងអគុយដើម្បីសម្លាប់កណ្ដុលដោយសារតែកណ្ដុលឆ្នាំនេះសបោធ្វើស្រូវមិនបានទេបាទគាត់ឈ្មោះនេថាអាយុ42ឆ្នាំមានប្រពន្ធរបស់គាត់ដែលមកជាមួយនេះគឺលីណាតអាយុ40ឆ្នាំបាទគាត់មកដល់ខ្ញុំគឺគាត់សុំឲ្យតុលាការមេត្តាលើកលែងទោសដោះលែងគាត់វិញទៅអ្នកស្រុកអត់យកទោសទៅចំពោះលោកពូដែលគាត់ជាអ្នករាយខ្សែភ្លើងទេព្រោះនៅស្រុកនោះសុទ្ធតែអ្នករាយអញ្ចឹងទាំងអស់គ្នាព្រោះធ្វើអត់បានទេហើយឥឡូវហ្នឹងគាត់ថាឆ្នាំនេះគឺប្រជាពលរដ្ឋបោះបង់ការធ្វើស្រូវប្រាំងច្រើនណាស់ដោយសារតែកណ្ដុលច្រើនពេកទប់ទល់ជាមួយនឹងកណ្ដុលមិនឈ្នះបាទគាត់សុខចិត្តតែដឹកតំណែងផ្លែឈើអីចឹងទៅលក់នៅតាមទីផ្សារវិញព្រោះធ្វើស្រូវអត់បានព្រោះកណ្ដុលច្រើនណាស់បាទនេះអ្នកនៅកោះធំលោកអ្នកមកដល់ស្ថានីយ៍ខ្ញុំហើយរឿងមួយទៀតដែរគឺរឿងតាក់ទងរឿងឆក់ត្រីរឿងឆក់ត្រីឥឡូវនេះគាត់ថាគាត់ត្រូវបានជាប់ទោសទណ្ឌហើយប៉ុន្តែឥឡូវពេលដែលរួចពីទោសទណ្ឌគាត់សុំម៉ូតូ2គ្រឿងនិងគោយន្ត1គ្រឿងត្រឡប់មកវិញ
ព្រោះគាត់ត្រូវការយកម៉ូតូនិងគោយន្តនឹងប្រកបរបរផ្សេងទៀតចឹងឥឡូវនេះគាត់ទទួលស្គាល់ហើយកំហុសរបស់គាត់រឿងឆក់ត្រីប៉ុន្តែនៅពេលដែលគាត់ទទួលនៅទោសកំហុសដែលគាត់បានធ្វើឆក់ត្រីវាខុសច្បាប់ហើយឥឡូវនេះពេលដែលគាត់រួចខ្លួនវិញគាត់សុំមធ្យោបាយដូចជាម៉ូតូ2គ្រឿងហើយនឹងគោយន្ត1គ្រឿងដែលត្រូវបានតុលាការរឹបអូសព្រោះបើសិនជាលែងខ្ញុំមកហើយរបស់របរប្រើប្រាស់ដែលខ្ញុំមធ្យោបាយធ្វើដំណើរទាំងអស់នោះលោកអ្នកតុលាការប្រកាសជាដូចជាសម្រាប់គ្រួសារខ្ញុំមួយគ្រួសារអញ្ចឹងដែរបាទនេះលោកពូពុំម៉ាងអាយុ57ឆ្នាំជាកសិកររស់នៅភូមិខ្នាឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់គាត់មកដល់ស្ថានីយ៍ខ្ញុំដែរខ្ញុំបានត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី28បាទខែកុម្ភៈ2015ពីបទឆក់ត្រីហើយពេលនេះសមត្ថកិច្ចបានប្រមូលរឹបអូសយកគ្រឿងឆក់មានខ្សែភ្លើងអាគុយអាំងវេទ័រដងឆក់ចានឆ្នាំងម៉ូតូ2គ្រឿងនិងម៉ូតូម៉ាក់គប់1គ្រឿងម៉ាក់ទ្រីមសេរីចាស់100សេរីចាស់តែមទឹកមាស1គ្រឿងនិងគោយន្តម៉ាក់គុយបូតាកម្លាំង14សេះនឹង1គ្រឿងបាទបន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនខ្ញុំទៅតុលាការរួចហើយសម្ដេចដាក់គុកខ្ញុំរយៈពេល1ខែ1ថ្ងៃខ្ញុំសូមបញ្ជាក់ថាការឆក់ត្រីនោះគឺខ្ញុំធ្វើនៅស្រះទឹកមួយក្នុងស្រែរបស់ខ្ញុំទេបាទគេដែលឆក់នោះនៅក្នុងស្រែរបស់គាត់ទេមិនមែនធ្វើទៅតាមទន្លេស្ទឹងបឹងបួរកន្លែងផ្សេងទេគឺក្នុងស្រែរបស់ខ្ញុំបាទតាំងពីខ្ញុំត្រូវបានគេដោះលែងឲ្យចេញពីគុកមកខាងតុលាការមិនទាន់ប្រគល់ម៉ូតូ2គ្រឿងនិងគោយន្តឲ្យខ្ញុំនៅឡើយទេហើយខ្ញុំសង្ឃឹមថាបើទោះបីខ្ញុំចេញពីគុកក៏ដោយបើឧបករណ៍ទាំងអស់នោះមិនបានដល់ដៃខ្ញុំហាក់បីដូចជាសម្លាប់គ្រួសារខ្ញុំដដែលទេពួកខ្ញុំរស់ដោយសារនោះតែមិនមែនបានន័យថារស់យកឧបករណ៍ឆក់នឹងមកវិញទេឧបករណ៍ឆក់ខ្ញុំមិនយកទេខ្ញុំដឹងតែខុសច្បាប់តែសុំតែម៉ូតូហើយនឹងគោយន្តបាទគាត់លើកឡើងអញ្ចឹងខ្ញុំសូមអំពាវនាវខ្ញុំបាទសូមទទួលស្គាល់កំហុសហើយតុលាការក៏បានដាក់គុកខ្ញុំរួចហើយដែរដូច្នេះគ្រឿងឆក់រួមមានខ្សែភ្លើងអីទាំងអស់ហ្នឹងប៉ូលីសរឹបអូសហើយអញ្ចឹងអ្វីដែលខ្ញុំចង់បានសូមឲ្យតុលាការមេត្តាផ្ដល់នៅម៉ូតូ2គ្រឿងនិងគោយន្ត1គ្រឿងឲ្យខ្ញុំវិញដើម្បីខ្ញុំបានប្រកបមុខរបររស់ទៅមុខទៀតបាទនេះគឺលោកពូគាត់មកសាពះអង្វរអញ្ចឹងបាទគាត់ទទួលខុសតែចង់និយាយចេះពូណាប្រាប់ពីច្បាប់ពូតិចដើម្បីឲ្យលោកពូអត់បានយល់ដល់នឹងឧបករណ៍ឆក់ឈ្មោះថាឧបករណ៍ឆក់យើងវាខុសច្បាប់ហើយទោះបីពូទៅឆក់ក្នុងស្រះខ្លួនឯងក៏ដោយក្នុងស្រែខ្លួនឯងក៏ដោយវានៅតែខុសតដែរលេពូពីព្រោះគេចាត់ទុកថាឧបករណ៍ហ្នឹងវាខុសច្បាប់ទៅហើយណាពូណាបាទអញ្ចឹងគ្រាន់តែយើងចាប់ដើមយកអានឹងទៅប្រើមិនចាំបាច់ថាស្រះហ្នឹងនៅណាស្រែហ្នឹងនៅណាវាខុសទៅហើយពូណាប៉ុន្តែឥឡូវពូក៏បានទទួលកំហុសដែរហ្នឹងហើយបានទទួលកំហុសដែរអញ្ចឹងនេះគ្រាន់តែជាការសំណូមពររបស់ប្រជាពលរដ្ឋដែលគាត់មានទុកហើយទោសទណ្ឌរបស់គាត់វាតិចតួចប៉ុណ្ណឹងសូមអធិស្ឋានអប់រំគាត់ឲ្យគាត់យល់ហើយឧបករណ៍ទាំងអស់ហ្នឹងប្រគល់ឲ្យគាត់វិញទៅខាងលោកតុលាការមេត្តាអាណិតអាសូរដល់ប្រជាពលរដ្ឋដែលក្រីក្របាទហើយណែនាំគាត់ឲ្យគាត់ឈប់ប្រព្រឹត្តអញ្ចឹងតទៅទៀតព្រោះគាត់បានទទួលទោសទណ្ឌទៅហើយអញ្ចឹងឧបករណ៍ទាំងអស់នោះគាត់ត្រូវតែប្រគល់ឲ្យគាត់ដែរកុំឲ្យយករបស់របររបស់គាត់ទៅលុបធ្វើជាទ្រព្យសម្បត្តិខ្លួនឯងអានឹងខ្លាចមានទោសបាទហើយមិនត្រឹមតែមានទោសវាខ្លាចបាបកម្មបាទបាបទៀតព្រោះយករបស់គេបាទគាត់ញើសឈាមរបស់គាត់បាទតែធ្វើម៉េចគាត់កំហុសរបស់គាត់ដែលគាត់ដោយសារតែគាត់ចង់បានត្រីនឹងមកហូបចង់បានត្រីនឹងបានកម្រៃទៅលក់ទីផ្សារចិញ្ចឹមគ្រួសារគាត់ខ្លះតែទីបំផុតគាត់ភ្លេចគិតថាឧបករណ៍ឆក់ជារបស់ខុសច្បាប់បាទនេះទូទាំងជន ដោយសារពលរដ្ឋគាត់មកដល់ទៅហើយខ្ញុំត្រូវតែលើកឡើងអំពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋតិចឬច្រើនខ្ញុំត្រូវតែលើកឡើងបាទហើយចាប់ពីរឿងហ្នឹងក៏លេចមកមើលរឿងតាក់